បាទជំរាបសួរលោកគ្រូអ្នកគ្រូនិងបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចែករំលែកលំហាត់គណិតវិទ្យាថ្នាក់ទី9ដែលពាក់ព័ន្ធជាមួយនឹងចំណោទសមីការបាទលំហាត់ទី1បច្ចុប្បន្នកាលនេះឪពុកមានអាយុ42ឆ្នាំហើយកូនមានអាយុ15ឆ្នាំនៅប្រហែលឆ្នាំទៀតទើបអាយុឪពុកនឹងស្មើ2ដងនៃអាយុកូនអញ្ចឹងគេចង់រកចំនួនឆ្នាំទៅមុខទៀតដែលធ្វើឲ្យអាយុឪពុកនឹងស្មើនឹង2ដងនៃអាយុកូនដើម្បីដោះស្រាយចំណោទនេះបានទី1យើងត្រូវតាំងអញ្ញត្តិណាមួយបាទជាអ្វីដែលយើងចង់រកទី2យើងនឹងប្រើប្រាស់បំរាប់ បន្ទាប់ពីប្រើប្រាស់បំរាប់ហើយយើងនឹងបង្កើតបានទៅជាសមីការដែលក្រេទី1មាន1អញ្ញត្តិបាទអញ្ចឹងហើយយើងនឹងដោះស្រាយសមីការហ្នឹងមកគឺជាការស្រេចបាទអញ្ចឹងទី1រកចំនួនឆ្នាំដែលធ្វើឲ្យអាយុឪពុកស្មើនឹង2ដងនៃអាយុកូនបាទទី1យើងនឹងតាំង x ជាចំនួនឆ្នាំដែលធ្វើឲ្យអាយុឪពុកស្មើនឹង2ដងនៃអាយុកូនបន្ទាប់ពីតាំងរួចហើយយើងនឹងប្រើប្រាស់បំរាប់បាទយើងនឹងប្រើប្រាស់បំរាប់គេថាបច្ចុប្បន្នហ្នឹងឪពុកគាត់មានអាយុ42ឆ្នាំបាទអញ្ចឹងដើម្បីរកចំនួនអាយុគាត់នៅប្រហែលឆ្នាំទៅមុខទៀតគឺយើងនឹងយកអាយុបច្ចុប្បន្នបូកឲ្យចំនួនឆ្នាំទៅមុខទៀតចំនួនឆ្នាំទៅមុខទៀតហ្នឹងយើងតាំងដោយគេយើងតាំងដោយ x អញ្ចឹងបច្ចុប្បន្នអាយុឪពុក42ឆ្នាំអញ្ចឹងប្រហែលឆ្នាំទៅមុខទៀតអញ្ចឹងចំនួនអាយុឪពុកគឺយើងគ្រាន់តែយក42បូកឲ្យចំនួនឆ្នាំបាទតើមុខប្រហែលឆ្នាំទៀតយើងគ្រាន់តែបូកនឹងប៉ុណ្ណឹងមកបាទដោយសារតែយើងតាំងវាដោយ x នេះគឺជាអាយុឪពុកនៅប្រហែលឆ្នាំទៅមុខទៀតចាអាយុកូនវិញដូចគ្នាដែរគឺ15ឆ្នាំបច្ចុប្បន្នបាទអញ្ចឹងអាយុកូនប្រហែលឆ្នាំទៅមុខទៀតគឺយើងយកអាយុបច្ចុប្បន្នហ្នឹងបូកឲ្យចំនួនឆ្នាំនោះមកនឹងចេញអាយុប៉ុណ្ណឹងហើយបាទឧទាហរណ៍ថា x ហ្នឹងស្មើ3អញ្ចឹងមានន័យថា3ឆ្នាំទៅមុខទៀតអញ្ចឹងអាយុឪពុកនឹងមាន45ឆ្នាំអាយុកូននឹងមាន18ឆ្នាំបាទអាហ្នឹងគ្រាន់តែជាការឧទាហរណ៍ទេឥឡូវបន្ទាប់ពីយើងតាំងរួចហើយយើងនឹងប្រើប្រាស់បំរាប់បង្កើតបានទៅជាសមីការមួយតើសមីការអញ្ចឹងនេះ42បូក x នេះ x នេះចំនួនឆ្នាំទៅមុខទៀតអញ្ចឹង42បូក x វានឹងក្លាយទៅជាអាយុឪពុកនឹងក្លាយទៅជាអាយុឪពុកនៅពេលខាងមុខហ្នឹងខាត់ប្រហែលឆ្នាំហ្នឹងបាទ15បូក x នេះវាគឺជាអាយុកូននៅប្រហែលឆ្នាំទៅមុខទៀតក៏ប៉ុន្តែបាទគេថាអ្វីគេចង់ឲ្យចំនួនឆ្នាំហ្នឹងដែលធ្វើឲ្យអាយុឪពុកស្មើនឹង2ដងនៃអាយុកូនស្មើនឹង2ដងនៃអាយុកូនអញ្ចឹង2ដងនៃអាយុកូនមានន័យថាយើងយកអាយុកូនគុណនឹង2បាទមានន័យថាអញ្ចឹងណា2ដងនៃអាយុកូនហ្នឹងមានន័យថាយើងយកអាយុកូនគុណនឹង2បាទអញ្ចឹងឃើញទេយើងបង្កើតបានសមីការមួយហើយបន្តមកទៀតយើងដោះស្រាយវារក x មកនឹងរួចរាល់ដោះស្រាយសមីការនឹងជំហានទី1ខ្ញុំទុករក្សាអង្គទី1នៅដដែល42បូក x នេះខ្ញុំទុកវានៅដដែលអង្គទី2ខ្ញុំនឹងយក2គុណពន្លាតបាទកន្សោមនេះអញ្ចឹង2គុណឲ្យ15បាន30 2គុណឲ្យ x បាន 2x បូក 2x ណា
បន្ទាប់ពីគុណពន្លាតហើយខ្ញុំនឹងបោះលេខដែលជាប់អញ្ញត្តិមកអង្គទី1បោះលេខដែលមិនជាប់អញ្ញត្តិមកអង្គទី2បាទបាទ x នេះ x ខ្ញុំរក្សាវាទុកនៅអង្គទី1ដដែល 2x នៅអង្គទី2ខ្ញុំនឹងបោះវាមកអង្គទី1វិញបាទបោះវាមកអង្គទី1វិញអង្គទី2វាមានសញ្ញាបូកបោះមកអង្គទី1វានឹងឆ្លាស់មកសញ្ញាដកវិញអញ្ចឹងយើងបានដក 2x 30អត់ជាប់អញ្ញត្តិខ្ញុំទុកវានៅអង្គទី1ដដែល42អត់ជាប់អញ្ញត្តិវានៅអង្គទី1អញ្ចឹងខ្ញុំនឹងបោះវាមកអង្គទី2ដោយគ្រាន់តែបដូរសញ្ញាបាទ42នេះមានសញ្ញាបូកខ្ញុំបោះវាមកអង្គទី2វានឹងមានសញ្ញាដកវិញបន្ទាប់ពីបោះហើយយើងនឹងគណនានៅអង្គនីមួយបាទអង្គទី1ដក x ដក 2x សំទោស x ដក 2x ស្មើនឹងដក x អង្គទី2 30ដក 42ស្មើនឹងដក 12ស្មើនឹងដក 12បាទបន្ទាប់មកទៀតខ្ញុំនឹងសម្រួលសញ្ញាដកចោលបាទដោយសារតែវាអញ្ញត្តិយើងមិនអាចឲ្យវាជាប់សញ្ញាដកបានទេបាទអញ្ចឹងចម្លើយរបស់យើងគឺ x ស្មើ12ដោយសារតែអង្គទី1ដក x អង្គទី2ដក 12អញ្ចឹងយើងគ្រាន់តែសម្រួលសញ្ញាដកចោលអង្គសងខាងមកយើងនឹងបាន x ស្មើ12អញ្ចឹងនៅ12ឆ្នាំទៅមុខទៀតទើបអាយុឪពុកនឹងស្មើនឹង2ដងនៃអាយុកូនបាទអញ្ចឹងដើម្បីផ្ទៀងផ្ទាត់មើលថាត្រូវឬអត់បាទអញ្ចឹងឥឡូវហ្នឹងអាយុគាត់ឪពុកគាត់មានអាយុ42ឆ្នាំនេះ42អញ្ចឹងប្រហែលឆ្នាំទៀត12ឆ្នាំអញ្ចឹងខ្ញុំយក42បូក12ស្មើប៉ុន្មានស្មើ54ស្មើ54បាទស្មើ54ចុះអាយុកូនស្មើប៉ុន្មានអាយុកូនបច្ចុប្បន្នហ្នឹងគឺមាន15អញ្ចឹងបូកឲ្យ12ឆ្នាំទៅមុខទៀតអាយុកូននឹងមាន27ឆ្នាំបាទដោយសារ x ស្មើ12ណាអញ្ចឹង15បូក12យើងនឹងបាន27នឹងបាន27តោះអញ្ចឹងយើងយក27ហ្នឹងគុណឲ្យ2ស្មើ54អត់ថាស្មើអញ្ចឹងមានន័យថាចម្លើយរបស់យើងគឺត្រឹមត្រូវនេះគ្រាន់តែជារបៀបនៃការផ្ទៀងផ្ទាត់ចម្លើយបន្ទាប់ពីយើងដោះស្រាយហើយអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណ